សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងមកកែលំហាត់ទី1ក្រោយស្វ័យតម្លើងទ្វេដែលមានចំនួនដងស្មើគ្នា molecule ADN 2បានផ្ដល់ molecule ADN កូនមួយចំនួនដែលមានប្រវែងសរុបបញ្ចូលស្មើ5032 nanomètre នៅពេលស្វ័យតម្លើងទ្វេវាត្រូវការនុយក្លេអូទីសស្រីចំនួន29900 molecule ADN ទី1មាននុយក្លេអូទីសសរុបលើនុយក្លេអូទីស ADN ទី2ចំនួន500និងមាននុយក្លេអូទីសប្រភេទ A 20% នៃនុយក្លេអូទីស ADN ទី1ហើយ molecule ADN ទី2មាននុយក្លេអូទីសប្រភេទ C ស្មើនឹង30% នៃនុយក្លេអូទីស ADN ទី2សំណួរទី1គេសួរថាតើ molecule ADN នីមួយៗស្វ័យតម្លើងទ្វេប៉ុន្មានដងហើយសំណួរទី2គេសួរថាតើកណនីចំនួននុយក្លេអូទីសប្រភេទនីមួយៗរបស់ molecule ADN នីមួយៗឥឡូវនេះយើងនឹងរកចំណុចទី1មុនគេរកចំនួនដងនៃ molecule ADN នីមួយៗស្វ័យតម្លើងទ្វេឥឡូវនេះយើងនឹងទៅរកចំនួនដងរបស់ molecule ADN នីមួយៗសិនហើយមុននឹងយើងរកយើងត្រូវស្រង់បំរាប់សិនថាគេប្រាប់អីមកយើងខ្លះចឹងយើងត្រូវស្រង់បំរាប់សិនទី1នោះគឺគេប្រាប់ពីអាកន្លែងនេះគឺ molecule ADN 2បានផ្ដល់ ADN កូនមួយចំនួនដែលមានប្រវែងសរុបបញ្ចូលស្មើនឹង5032 nanomètre អានេះគេបញ្ជាក់ឲ្យគឺប្រវែង ADN កូនណាសរុបអញ្ចឹងយើងដាក់មក ADN កូនស្មើ5032 nanomètreហើយយ៉ាងនេះគឺគេប្រាប់ចំនួននុយក្លេអូទីសស្រីអញ្ចឹងវា M' ហើយចំនួននេះ molecule ADN ទី1ហ្នឹងមាននុយក្លេអូទីសសរុបលើសនុយក្លេអូទីស ADN ទី2ចំនួន500អញ្ចឹងវាមានន័យថានៅពេលដែលលើសហ្នឹងគឺវាបានន័យថាដកអញ្ចឹងបាន M អងដក M ដឺស្មើនឹង500ហើយនុយក្លេអូទីសប្រភេទ A ស្មើនឹង20% នៃ molecule នៃនុយក្លេអូទីស ADN ទី1អញ្ចឹងមានន័យថានេះគឺវា A អងស្មើនឹង20%ព្រោះវា ADN ទី1អានេះតាមពិតទៅខ្ញុំM អងនេះមានន័យថា ADN នុយក្លេអូទីស ADN ទី1ដល់ពេលនេះដើនេះគឺនុយក្លេអូទីស ADN ទី2អញ្ចឹងទៅខ្ញុំដាក់ M អងហើយ M ដើយកអញ្ចឹងតែម្ដងទៅកុំឲ្យវាវែងឆ្ងាយហើយសម្រាប់កន្លែងនេះវិញគឺ C ស្មើនឹង30% នៃនុយក្លេអូទីស ADN ទី2យើងដាក់ C ដើមក35%ហើយនេះគឺគេរកចំនួនដងអញ្ចឹងយើងគេប្រាប់ហ្នឹងគឺយើងស្រង់អស់ហើយយើងដាក់ទ្រឹស្ដីវាផងព្រោះយើងត្រូវកណនាតាមរូបមន្តនីមួយៗគឺត្រូវការទ្រឹស្ដីដល់នុយក្លេអូទីសយើងដាក់មក L ADN កូនប្រសិនបើនឹង L ADN កូនអញ្ចឹង M ហ្នឹងក៏ត្រូវ M ADN កូនដូចគ្នាចែកឲ្យ2ហើយ L ADN កូននេះយើងដឹងហើយយើងជំនួសវាចូលមក5032 nanomètreហើយនេះវាស្មើ M ADN កូនដដែលចឹងទាញរក M ADN កូនមកបាន
2 គុណយើងកណីវាមកយើងឃើញយើងគុណមកយើងឃើញ25មិន 25 ទេ 29 600 ហើយអាហ្នឹងវាកាត់ជានុយក្លេអូទីតអានេះខ្ញុំសេកាត់ណាតែពេលយើងហៅឃើញចឹងហើយចឹងយើងរកតាមស្វ័យតម្លងទ្វេម្ដងអានេះយើងបាច់សេតដែរយើងដាក់3ដងយកតែម្ដងទៅតោះមកយើងដាក់ចុចដល់ n ដងហ្នឹងក៏វាដូចគ្នាដែរតោះមកយើងបានADN ទី1តែយើងដាក់ទ្រឹស្ដីវាសិនណាដោយអានេះយើងពោលវាដូចគ្នាមកហើយម៉ូលេគុលដល់ម៉ូលេគុល ADN ទី2ហ្នឹងADN គុណដូចគ្នាហើយតោះមកយើងបានយើងចាប់ពីសគុណ n ចេញមកបាន mr បូក under តែប
បើយើងរកតាមនោះមួយទៀតដើម្បីយើងកណនីចេញយើងត្រូវរកតាមអំមេវាស្មើអំកូនដកអំសេរីហើយអំសេរីយើងដឹងហើយគឺវាស្មើនឹង 25,900 ចឹងហើយអំកូនក៏យើងដឹងចឹងយើងជំនួសចូលមកឃើញអំមេអំកូនស្មើ 29,600 ដក 25,900 ចឹងវាស្មើ 3,800 នៅក្លេអូទីតរកឃើញហើយយើងយើងជំនួសវាចូលទៅពួកអីអំមេយើងទៅអាចជំនួសក៏បានដែរយើងតាមអំមេហ្នឹងវាស្មើអំអងបូកអំដឺហើយអំមេយើងហ្នឹងគឺឃើញហើយចឹងយើងជំនួសចូលតាមរូបមន្តយើងបាន2សកុន n កតា 3,800 ស្មើចឹងយើងនាំមក2សកុន n វាស្មើអានេះអស់មកបានចែកចឹងបាន2ចែក 3,800 ស្មើយើងចែកសិនគឺឃើញ8ហើយតើមកយើងមកយើងឃើញនេះតើមកនាំមក2សកុន n វាស្មើ8យើងបាន2សកុន 3 អញ្ចឹងនាំឲ្យ n យើងវាស្មើ3ដងអញ្ចឹងវាស្វ័យតម្លៃធ្វើ3ដងដូចនេះមកដូចនេះ n ស្មើ3ដងហើយឥឡូវនេះយើងមករកលំហាត់ទី2វិញគណនាចំនួននុយក្លេអូទីតប្រភេទនីមួយៗរបស់ម៉ូលេគុល ADN នីមួយៗអញ្ចឹងយើងគណនាវាសិនមកឥឡូវនេះយើងរកសំណួរទី2យើងដឹងហើយថាអំស្មើអំអងបូកអំដឺហើយអំនេះគឺយើងដឹងចឹងយើងនាំឲ្យអំអងបូកអំដឺយើងវាស្មើ3,800តោះមកយើងតាមវាចុចសម័យការមួយមកហើយយើងបំរាប់របស់យើងហ្នឹងគឺគេប្រាប់អំអងដកអំដឺវាស្មើ500តាមវាដល់សម័យការ2មកអញ្ចឹងយើងអាចគណនារកបានមួយគឺ2អំអងស្មើនឹង 4,200 ចឹងយើងនាំឲ្យអំអងស្មើ 4,200 ចែកឲ្យ2ចឹងវាបាន1បាន 2,100 នុយក្លេអូទីតតោះមកយើងជំនួសវាមកតាម1ក៏បានតាម2ក៏បានចឹងខ្ញុំជំនួសតាម2ចុះតាម2ចឹងយើងនាំឲ្យអដកស្មើ500ចឹងយើងទាញរੂអំដឺមកឲ្យអដក500ចឹងវានាំឲ្យអំដឺវាស្មើ 2,100 ដកឲ្យ500ចឹងយើងឃើញថាវាស្មើនឹង 1,600 នុយក្លេអូទីតយើងឃើញអំអងហើយអំដឺហើយចឹងយើងអាចងាយស្រួលក្នុងការគណនារោគ ADN របស់វានីមួយៗហើយបំរាប់មិញហ្នឹងគឺគេប្រាប់មកហើយអញ្ចឹងយើងតាមគោលការណ៍បំពេញបាសបំពេញទេសេបំពេញសេតែគេប្រាប់មកជាភាគរយ
ចឹងយើងបាន2a% បូក 2c% ស្មើនឹង 100%ចឹងអាចបានថា a% បូក c% វាស្មើនឹង 50%ហើយដោយ c% របស់យើងអានេះគឺយើងរកឃើញមួយហើយក៏តែគេប្រាប់យើងមកគឺនេះគឺ a អងអញ្ចឹងយើងទាញហូ c អងមកយើងនឹងឃើញដោយ a អងរបស់យើង20%អញ្ចឹងយើងទាញហូ c អងមកអានេះយើងដាក់មកចំពោះ ADN ទី1យើងឃើញ c% វាអស់ហើយណាតែនេះចំពោះ 2a លើភាគរយ 2a% ដូចគ្នាបូក 2c% ស្មើនឹង 100% ទីទៅអាហ្នឹងរូបមន្តវាដូចគ្នាទេយើងទាញយកមកហើយមកចាំបាន a% បូក c% ស្មើ 50% ដោយ c យើងដឹងភាគរយនេះអាភាគរយនឹងដាក់មុខក៏បានដាក់ក្រោយក៏បានដែរគេប្រាប់មកគឺ 20%អានោះគេប្រាប់ 30% ចឹងទាញហូ a លើភាគរយយើងមកវាស្មើ 50% ដល់ 30% ចឹងវាស្មើនឹង 20%ដល់យើងហូតាមអានេះចំពោះមិនតាន់អានេះចំពោះ ADN ទី2ហើយសម្រាប់នេះវិញគឺយើងរកមកគឺវាងាយស្រួលដោយ a% នេះ a% នេះយើងដាក់នេះសិនទៅវាស្រួលជាងចំពោះ ADN ទី1បញ្ជាក់ចឹងទៅកុំឲ្យវាច្រឡំយើងបាននេះគឺ a% របស់យើងស្មើ a គុណ100 a គុណ m ចែកនឹង100ពេលយើងនាំ a យើងមកនៅឯអ្នកទាំងអស់គ្នាអានេះគឺខ្ញុំតែប៉ុន្តែវាគុណនឹង100ត្រូវហើយឥឡូវនឹងផ្សេងសាមីមកទៅកុំឲ្យពិបាកមើលអានេះផ្សេងគិននេះ a% ស្មើ a គុណនឹង100ចែកឲ្យ m តែពេលយើងទាញហូ a នេះគឺវា m ទី1ដែលយើងហូឃើញហ្នឹង a គុណដាក់ a អងមកទៅមកច្រឡំនេះក៏ m អងដែរភាគរយគុណ m អងចែកនឹង100ពេលទាញរវាមកចឹងនាំឲ្យ a អងរបស់យើងនេះវាស្មើនឹង a% របស់យើងគឺឃើញ20% អាហ្នឹង20គុណ m អងរបស់យើង2100ចែកឲ្យ100ចឹងវាស្មើអានេះ02 420នុយក្លេអូទីតហើយ a អងនេះ a អងនោះយើងឃើញហើយយើងហូ c អងម្ដងតាមរូបមន្តដូចគ្នាតែនេះខ្ញុំទាញយកមកទៅបាន c អងស្មើភាគរយ c អងគុណនឹង m អងលើអានេះទាញយកណាបងប្អូនឥឡូវខ្ញុំកណនីវាមក c អងស្មើ c អងយើងភាគរយនេះយើងគឺស្មើនឹង30
ឃើញអ្នកទាំងអស់គ្នានេះគឺខ្ញុំច្រឡំអង្គយើងគេប្រាប់មកតា 20% តាចុះនេះថតឃើញ30វិញមិនត្រូវអញ្ចឹងយើងចំនួននេះមក30គុណនឹង2100ចែក100ចឹងវាស្មើនេះ0 3 6នុយក្លេអូទីតដូចគ្នានុយក្លេអូទីតឥឡូវយើងឃើញ A អស់ហើយនឹង C អងហើយចំពោះ ADN ទី2ម្ដងពួក ADN ទី2យើងគឺរកដូចគ្នាអញ្ចឹងឥឡូវនេះជំនួសយកហ្មងទៅណាបាន AD វាស្មើជំនួសមក AD យើងស្មើនឹង20% ដូចគ្នាដើយើង1600ចែកមកឃើញ0នុយក្លេអូទីតយើងរក C ដើមកសេឌឺយើងគឺ30 408តាមមកគឺយើងដូចនេះមកបងប្អូនដូចនេះចំពោះ ADN ទី1 A បំពេញទេវាស្មើ420នុយក្លេអូទីតពេល C បំពេញ C វាស្មើ630នុយក្លេអូទីតយើងបញ្ជាក់ជាមួយនឹងស្រួលមើលចំពោះនុយក្លេអូទីតទី2ADN A បំពេញទេវាស្មើ320នុយក្លេអូទីតC បំពេញ C វាស្មើ630នុយក្លេអូទីតអញ្ចឹងសម្រាប់សំណួរទី1និងសំណួរទី2ខ្ញុំរកឃើញអស់ហើយអញ្ចឹងមានតែប៉ុណ្្នឹងទេចា៎អរគុណ